តារូបសំណាកមេតបខ្មែរសង់បែរមុខទៅច្រកព្រំដែនអានសេះស្រែកឲ្យកូនខ្មែរចងចាំទុកយោធាថៃបានយកគ្រឿងចាក់ចូលឈូសឆាយកំទេចរូបសំណាកតាដែលសង់ឡើងនៅរង្វង់មួយច្រកអានសេះស្ថិតនៅក្នុងភូមិអានសេះឃុំចំសានស្រុកចំសានខេត្តព្រះវិហារហេតុអ្វីយោធាថៃស្អប់លោកតាម្លេះតើប្រវត្តិរូបសំណាកលោកតាមានអ្វីពាក់ព័ន្ធគំនុំអតីតកាលរវាងខ្មែរនិងសៀមព្រះតេជគុណសឿនសុភាបានឲ្យដឹងថាតាមប្រវត្តិរឿងព្រេងខ្មែរក្នុងសម័យអង្គរលោកតាគឺជាមេទ័ពខ្មែរដ៏ខ្លាំងពូកែម្នាក់នៅសម័យសង្គ្រាមលោកបានដឹកនាំទ័ពសេះដ៏អង់អាចជាង2000នាក់ទៅទិសខាងជើងដើម្បីទៅបង្ក្រាបទ័ពសៀមបន្ទាប់ពីបានធ្វើដំណើរមកដល់ចំណុចច្រកនេះលោកក៏បានបញ្ជាឲ្យកងទ័ពទាំងអស់ឈប់អានសិនដែលមានន័យថាឈប់សម្រាកសិនទ័ពសេះទ័ពស្រួយឡាក់បើតាមវចនានុក្រមសម្ដេចជួនណាតអានសេះមានន័យថាកែបសេះឲ្យឈប់សម្រាកចំនួន3ថ្ងៃដើម្បីរៀបចំក្បួនវាយលុកទប់ទល់នឹងកងទ័ពប្រទេសសៀមទទួលបានជោគជ័យបន្ទាប់ពីនោះមកឈ្មោះនោះក៏បានតគ្នាមកដល់បច្ចុប្បន្នចាប់ពីពេលនោះមកច្រកទ្វារទីនោះបានចោទឈ្មោះមកជាច្រកទ្វារអានសេះដែលជាច្រកចេញធ្វើសឹកនឹងការឈ្លានពានពីចៅសៀមផងដែរជាច្រកពាណិជ្ជកម្មដ៏សំខាន់ជាមួយចៅសៀមផងច្រកអានសេះស្ថិតនៅភាគខាងជើងស្រុកចំសានមានចម្ងាយពីទីរួមស្រុកប្រមាណ24គីឡូម៉ែត្រលើខ្នងភ្នំដងរែកជាប់ព្រំប្រទល់ខេត្តឧបលប្រទេសថៃរូបសំណាកតាដែលកសាងនៅលើច្រកអានសេះដោយយោធាតំបន់សឹករងព្រះវិហារក្បែរមាត់ច្រកទ្វារក្នុងទឹកដីកម្ពុជាហើយដែលកន្លងទៅទាហានសៀមតែងតែចោទខ្មែរថាបានកសាងរំលោភ MOU ឆ្នាំ2000នោះដោយខុសកិច្ចសន្យាដូច្នេះទើបយោធាសៀមតែងតែចង់វាយកំទេចរូបសំណាកលោកតានេះក្នុងចំនួនពេលលើកកាលពីថ្ងៃទី24ដល់ថ្ងៃទី28ខែកក្កដានិងថ្ងៃទី7ដល់ថ្ងៃទី27ខែធ្នូឆ្នាំ2025កន្លងមកនេះ